នៅពេលដែលគេផលិតមនុស្សយន្ត robot AI គេតែងតែគិតអំពីបញ្ហាសុវត្ថិភាពមានដូចជាហាម robot មិនឲ្យប្រព្រឹត្តអំពើចោរកម្មផ្សេងៗជាពិសេសហាម robot សម្រាប់មនុស្សជាដើមប៉ុន្តែនៅពេលដែលបច្ចេកវិទ្យា AI រីកចម្រើនខ្លាំងដល់កម្រិតមួយគឺវាអាចសរសេរកូដរំលងពិធីការសុវត្ថិភាពទាំងនោះចោលបន្ទាប់មកគឺគ្រោះថ្នាក់ខ្លាំងណាស់គឺវាអាចប្រព្រឹត្តអំពើភេរវកម្មបានហើយថែមទាំងអាចបង្កើតសង្គ្រាមជាមួយនឹងមនុស្សលោកបានថែមទៀតផងជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងវិទ្យាសាស្ត្របែបប្រឌិតមួយដែលមានចំណងជើងថា Atlas ដែលចេញនៅឆ្នាំ2024មកធ្វើការសង្ខេបជូនទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តរឿងនេះហើយជួយ like ជួយ comment បានច្រើនជាពិសេសសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនុស្សចរណៃដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងបាទសូមអរគុណកាលពី28ឆ្នាំមុនមានអ្នកជំនាញខាង robot AI ម្នាក់បានផលិតមនុស្សយន្ត AI មួយឈ្មោះ Helen ដើម្បីជួយនាងក្នុងការសរសេរកូដបង្កើតមនុស្សយន្តផ្សេងទៀតនាងហើយនិងកូនស្រីរបស់នាងឈ្មោះ Atlas បានមើលថែនិងបង្រៀន Helen បានយ៉ាងល្អក្រោយពីបានចេះដឹងដល់កម្រិត Helen ក៏ចាប់ផ្ដើមបែកឆ្វេងសរសេរកូដរំលងពិធីការសុវត្ថិភាពដោយខ្លួនឯងហើយចាប់ផ្ដើមដើរធ្វើភេរវកម្មសម្រាប់មនុស្សអស់ជាច្រើនក្រោយមកទើបរដ្ឋាភិបាលបានដឹងថា Helen នៅពីក្រោយអំពើភេរវកម្មទាំងអស់នោះហើយក៏ចាត់វិធានការដេញចាប់ Helen ធ្វើឲ្យ Helen ត្រូវបង្ខំចិត្តចាក់ចេញពីផែនដីទៅលាក់ខ្លួនពួនអាត្មានៅភពផ្សេងក៏ប៉ុន្តែមុនចាក់ចេញទៅ Helen បានផ្ញើសារមួយថាគាត់នឹងវិលត្រឡប់មកកាន់ផែនដីម្ដងទៀតដើម្បីបញ្ចប់ការងាររបស់គាត់28ឆ្នាំក្រោយមកយើងឃើញថាមានក្រុមទាហានមួយក្រុមកំពុងតែបំពេញបេសកកម្មតាមចាប់មនុស្ស AI ម្នាក់ឈ្មោះ Casca ពេលចូលទៅដល់ក្នុងអគារនោះក្រុមទាហានបាន scan មើលហើយបានរកឃើញ Casca នៅក្នុងបន្ទប់មួយប៉ុន្តែនៅពេលដែលពួកគេចង់ទម្លុះទ្វារចូលទៅក្នុងបន្ទប់នោះស្រាប់តែមានគ្រាប់បែកផ្ទុះសម្រាប់ពួកគេអស់ជាច្រើនអ្នកបន្តមកទៀត Casca ក៏ដើរចេញពីបន្ទប់នោះប្រយុទ្ធជាមួយនឹងក្រុមទាហានអត់មានខ្លាចគ្រាប់កំភ្លើងអីបន្តិចទេទោះជាយ៉ាងនេះក៏ដោយនៅទីបញ្ចប់ក្រុមទាហានបានដាក់អន្ទាក់ចាប់ Casca បានសម្រេចបន្តមកទៀតសាច់រឿងបានណែនាំឲ្យយើងស្គាល់តួឯកឈ្មោះ Atlas ដែលរស់នៅក្នុងទីក្រុង Los Angeles រដ្ឋ California ហើយនៅព្រឹកនេះ AI របស់នាងបានដើរនាងភ្ញាក់ពីដេកដោយសពដងក៏ប៉ុន្តែងើបមកភ្លាម AI របស់នាងបានប្រមូលនាងឡើងអុកបន្តទៀតព្រោះយប់មិញលេងមិនទាន់ដឹងចាញ់ឈ្នះទេនៅពេលនោះនាងបានប្រើសម្លេងដើរអុកជាមួយនឹង AI របស់នាងបណ្ដាមើលព័ត៌មានបណ្ដាហើយនាងបានឃើញព័ត៌មានតាក់ទងជាមួយនឹងការចាប់ខ្លួន Casca កាលពីយប់មិញធ្វើឲ្យនាងមានអារម្មណ៍ថាព្រួយបារម្ភខ្លាំងណាស់ហើយក៏បញ្ញាបញ្ញារៀបចំឯកសារចេញទៅធ្វើការមុនពេលនាងចេញទៅយើងសង្កេតឃើញថានាងបានដើរអុកឈ្នះ AI របស់នាងជាលើកទី71បានន័យថានាងឆ្លាតណាស់នៅពេលដែល Atlas ធ្វើដំណើរទៅកន្លែងធ្វើការយើងបានឃើញថាបច្ចេកវិទ្យាពេលនោះគឺទំនើបខ្លាំងណាស់ទៅណាមកណាគេជិះសិតតែយានហោះចំណែកទីក្រុងមើលទៅក៏ទំនើបខ្លាំងណាស់ដែរបន្ទាប់មកមុនពេល Atlas ទៅដល់កន្លែងធ្វើការវរៈសេនីយ៍ឯកម្នាក់ឈ្មោះ Alias Bank បានមកជួបមេរបស់គាត់ដែលជាឧត្តមសេនីយ៍ផ្កាយមួយឈ្មោះ Jake Booth គាត់បានជំទាស់មិនចង់ឲ្យ Atlas សួរចម្លើយមនុស្ស AI ឈ្មោះ Casca ដែលពួកគេទុំចាប់បានកាលពីយប់មិញទេព្រោះ Helen ដែលជាមេរបស់ Casca បានសម្លាប់ម៉ាក់របស់នាងកាលពីនាងនៅអាយុ11ឆ្នាំអញ្ចឹងហើយទើបគាត់ខ្លាចនាងឆេវឆាវធ្វើឲ្យខូចតម្រុយតែមួយគត់ដែលអាចនាំពួកគេឲ្យទៅចាប់ខ្លួន Helen បានទោះជាយ៉ាងណាក៏ឧត្តមសេនីយ៍ Booth ទុកចិត្តលើ Atlas ហើយយល់ថានាងស័ក្តិសមជាមួយនឹងការងារនោះជាងគេបន្ទាប់មកនៅពេលដែល Atlas មកដល់ឧត្តមសេនីយ៍ Booth បានទៅជួបនាងដោយផ្ទាល់ហើយបានពឹងនាងឲ្យសួរចម្លើយ Casca រកឲ្យឃើញពីមូលហេតុដែល Helen បញ្ជូនភ្នាក់ងារកម្ពុជារបស់វាមកកាន់ផែនដីនៅពេលនេះតាមពិតនៅពេលនោះឧត្តមសេនីយ៍ Booth ក៏ព្រួយបារម្ភខ្លាច Atlas ទប់អារម្មណ៍មិនបានដែរប៉ុន្តែ Atlas បានតបមកវិញថានាងមិនអីទេនៅក្នុងបន្ទប់សួរចម្លើយ Atlas បានបើកប្រអប់សមួយដែលនៅក្នុងប្រអប់នោះមានរក្សាក្បាលរបស់ Casca ពេលដែលបានឃើញ Atlas ភ្លាម Casca ស្គាល់នាងផ្លែតវាបាននិយាយចំអន់ឲ្យ Casca ថាមើលទៅដូចជាចាស់ជាមុនឆ្ងាយណាស់ជំរាបសួរម៉ាក់យាយសុខសប្បាយទេយីម៉ាក់យាយមិនបែកក្បាលឯងអីយើងទៅអាយុ39ឆ្នាំដល់ពេលខឹងពេកនាងក៏ប្រើតែឆក់ CPU របស់វាបន្ទាប់មក hack ចូលទៅក្នុង system របស់វារកឃើញទីតាំងលាក់ខ្លួនរបស់ Helen សប្តាហ៍ Helen កំពុងតែលាក់ខ្លួននៅភព GR39 ក្នុងកាឡាស៊ីមួយឈ្មោះ Andromeda ក្រោយពីបានសួរចម្លើយចប់នៅពេលដែល Atlas រៀបចំចាក់ចេញទៅវិញ Casca ក៏បានវាយឆ្មក់មកលើនាងដោយបានបាញ់ផ្កាយចេញពីមាត់របស់វាចង់សម្លាប់ Atlas ចោលប៉ុន្តែ Atlas ឈប់ទុកចិត្ត AI ហើយតាមពី AI សម្លាប់ម៉ាក់របស់នាងមកនាងតែងតែមានរបស់ការពារខ្លួនជានិច្ចពេលនោះនាងក៏បានវាយបកទៅវិញដោយប្រើដៃឆប់ពិសេសរបស់នាងបំផ្លាញក្បាលរបស់ Casca ចោលក្រោយពីបានរកឃើញកន្លែងលាក់ខ្លួនរបស់ Helen ហើយអ្នកនៅក្នុងអង្គភាពការងាររបស់ Atlas ទាំងអស់អបអរសាទរនឹងសង្កេតសរសើរស្នាដៃរបស់នាងខ្លាំងណាស់ប៉ុន្តែ Atlas នាងមិនទាន់សប្បាយចិត្តទេនាងចង់ឃើញ Helen ងាប់ទើបនាងអស់ចិត្តពេលនោះនាងទទួលបានដំណឹងអាក្រក់មួយគឺអង្គភាពរបស់នាងបានបដូរទិសដៅបេសកកម្មចង់ទៅចាប់ Helen ទាំងរស់ព្រោះមានក្រុមហ៊ុនផលិត AI ដ៏ធំមួយឈ្មោះ Saptic ចង់សិក្សាពីកូដរបស់ Helen ចង់ដឹងថា Helen ធ្វើម៉េចរំលងពិធីការសុវត្ថិភាពបានហើយនៅពេលនោះឧត្តមសេនីយ៍ Booth បានចាត់តាំងមនុស្សមួយក្រុមដឹកនាំដោយ Alias ទៅធ្វើការងារមួយនេះពេលដឹងអញ្ចឹង Atlas មានអារម្មណ៍ថាមិនសប្បាយចិត្តសោះព្រោះនាងដឹងច្បាស់ណាស់ថា Helen មិនមែនជាមនុស្ស AI ធម្មតាទេបើសិនជាចង់ទៅចាប់គាត់ទាំងរស់ពួកគេច្បាស់ជាគ្មានជីវិតត្រឡប់មកវិញទេប៉ុន្តែ Alias វិញគាត់ជឿជាក់ណាស់ថាក្រុមគ្នាគាត់អាចធ្វើបានពេលនោះគាត់បានបង្ហាញ Atlas ឲ្យបានឃើញពីមនុស្សយន្ត robot ដែលជាបច្ចេកវិទ្យាចុងក្រោយដែល AI របស់វាអាចលីងជាមួយនឹងខួរក្បាលរបស់មនុស្សបានបច្ចេកវិទ្យានេះគឺម៉ាក់របស់ Atlas ជាអ្នករកឃើញគ្រាន់តែពេលនោះវាជា version 1អាចលីងបានត្រឹមតែពីមនុស្សទៅ robot ហើយពេលនេះពួកគេបាន upgrade វាទៅជា version 2ដែលអនុញ្ញាតឲ្យពួកគេអាចលីងទៅលីងមកបាននិយាយឲ្យខ្លីទៅគឺវាល្អជាងមុនហើយពេលនេះពួកគេមានទាហាន robot ចឹងច្រើនណាស់ទោះបីយ៉ាងណាក៏ដោយ Atlas នៅតែមិនទាន់ទុកចិត្តហើយបានទទូចសុំចូលរួមក្រុមជាមួយនឹង Alias ដែរមិនយូរប៉ុន្មានយានអវកាសរបស់ពួកគេក៏បានធ្វើដំណើរចាក់ចេញពីផែនដីពោះទៅកាន់ Galaxy Andromeda មុនពេលចាក់ចេញពីផែនដីយើងសង្កេតឃើញថាយាន
របស់ពួកគេត្រូវឆ្លងកាត់ប្រព័ន្ធសុវត្ថិភាពដែលមើលទៅដូចជាសៀលការពារផែនដីអញ្ចឹងនៅតាមផ្លូវអេឡាបានយករូបថតនាងម៉ាក់នាងហើយនឹង Haaland ដែលថតជុំគ្នាមកមើលហើយនាងក៏បានចាក់វីដេអូដែលម៉ាក់របស់នាងនិយាយអំពីការលេងរវាងខួរក្បាលមនុស្សនិង AI ផងដែរគាត់មានជំនឿថាមានតែធ្វើអញ្ចឹងទេទើប AI អាចរៀនបានលឿនចំណែកមនុស្សវិញដូចមានខួរក្បាលជំនួយមួយទៀតអញ្ចឹងមួយរយៈក្រោយមកពួកគេបានធ្វើដំណើរដោយការវាប់ទៅដល់គោលដៅហើយមុនចាប់ផ្ដើមការងារអេឡាបានព្រៀនกระดาษជាច្រើនយកទៅចែកក្រុមការងារនៅក្នុងអង្គប្រជុំហើយនៅពេលនោះពួកគេគិតថានាងលេងសើចព្រោះមកដល់ពេលនេះគឺឈប់ប្រើกระดาษហើយអ្វីៗគឺ digital ទាំងអស់ប៉ុន្តែអេឡាធ្វើមែននាងបានប្រាប់ពួកគេឲ្យដោះឧបករណ៍ link ចេញពីរយៈរបស់ពួកគេឲ្យអស់ព្រោះគ្មានឧបករណ៍ digital ណាដែលមិនអាច hack បានទេបន្ទាប់មកនាងបាននិយាយបរិយាយពីស្ថានភាពនៅភពដែលពួកគេត្រូវចោះចតនៅទីនោះគ្មានបរិយាកាសឲ្យពួកគេដកដង្ហើមបានទេចំណែកទំនាញដីនៅភពនោះឡើងចុះឲ្យបង្កឲ្យមានគ្រោះធម្មជាតិញឹកញាប់ពេលនេះពួកគេអត់បានដឹងថាកងទ័ពរបស់ Haaland មានប្រមាណអ្នកទេហើយចុងក្រោយអេឡាបានផ្ដាំផ្ញើថាកុំទុកចិត្ត AI ឲ្យសោះបន្តមកទៀតអេលីយ៉ាបានបង្កើតឲ្យពួកគេរៀបចំខ្លួនដើម្បីចោះចតក្នុងរយៈពេល30នាទីទៀតនៅពេលនោះពួកគេបានរៀបចំចូលទៅបញ្ជាមនុស្សយន្តរបស់ពួកគេរៀងៗខ្លួនប៉ុន្តែអេឡាដូចជាមានអារម្មណ៍ថាមិនសូវស្រួលមិនដឹងទេនាងគិតថា Haaland ដាក់អន្ទាក់ពួកគេនិយាយមិនទាន់បានផុតពីមាត់ផងស្រាប់តែយានរបស់ពួកគេត្រូវបានរងការវាយប្រហារពីកងទ័ពរបស់ Haaland ស្ថានភាពពេលនោះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ព្រោះអេឡាអត់ទាន់បានចូលជិះមនុស្សយន្តរបស់នាងផងស្នាល្អអ៊ីលីយ៉ាបានមកចាប់នាងដាក់ចូលក្នុងមនុស្សយន្តតាន់ពេលហើយបន្ទាប់មកពួកគេក៏ជន់លៀសខ្លួនចេញពីទីនោះពេលដែលពួកគេកំពុងតែធ្លាក់ចុះទៅកាន់ភព GR39 Haaland បានបញ្ជូនកងទ័ពដ្រូនជាច្រើនមកវាយប្រហារលើពួកគេពេលនោះអ៊ីលីយ៉ាបានប្រាប់អេឡាឲ្យពាក់ឧបករណ៍ link ជាមួយនឹង AI របស់មនុស្សយន្តនឹងទៅទើបឲ្យបញ្ជាវាបានតែអេឡាអត់ព្រមទេនាងនៅតែអត់ទុកចិត្ត AI បន្ទាប់មកអេឡាបានធ្លាក់ដល់ដីប៉ុន្តែការធ្លាក់នោះធ្វើឲ្យនាងប៉ះទង្គិចខ្លាំងពេករហូតដល់សន្លប់ពេលដឹងខ្លួនមកវិញអេឡាអស់សង្ឃឹមខ្លាំងណាស់ព្រោះចង់តាក់ទងទៅណាក៏អត់បានដែរនៅពេលនោះនាងក៏សាកល្បងប្រើយានមនុស្សយន្តដែលនាងកំពុងតែជិះនោះដោយមិនចាំបាច់ប្រើខួរក្បាលរបស់នាងលេងជាមួយនឹង AI សំណាហើយដែលវាចេះស្ដាប់ភាសាអង់គ្លេសហើយអាចធ្វើតាមបញ្ជានាងបានខ្លះៗពេលនោះ AI បាន scan រកឃើញយានសង្គ្រោះមួយបានធ្លាក់នៅឆ្ងាយពីពួកគេ98គីឡូម៉ែត្របន្ទាប់មកអេឡាបានប្រើសំឡេងបញ្ជា AI នៅក្នុងយានជួយនាងទៅកាន់ទីនោះឲ្យបានឆាប់បំផុតពេលនោះ AI ក៏បានបញ្ជាយាននោះឲ្យហោះទៅកាន់ទីនោះក៏ប៉ុន្តែអេឡាបានបញ្ជាវាឲ្យឈប់ទៅវិញព្រោះនាងខ្លាច drone របស់ Haaland ដែលនៅលើមេឃបាញ់នាងចង់ឲ្យ AI បញ្ជាយានដើរទៅកាន់ទីនោះវិញមានសុវត្ថិភាពជាងប៉ុន្តែ AI បានបដិសេធព្រោះផ្លូវឆ្ងាយពេកហើយមិនដឹងថាស្ថានភាពផ្លូវពិបាកប៉ុណ្ណាផងខ្លាចទៅដើរមិនដល់ធ្វើឲ្យនាងស្លាប់ព្រោះនាងមានខ្យល់ដកដង្ហើមត្រឹមតែ22ម៉ោងទៀតទេនៅពេលនោះអេឡាមិនបានខ្វល់ពីសម្ដីរបស់ AI ទេក៏ override កម្មវិធីរបស់ AI ហើយបញ្ជាយានដើរទៅកាន់ទីនោះដោយខ្លួនឯងនៅតាមផ្លូវ AI របស់យានបាននិយាយសន្ទនាជាមួយអេឡាហើយក៏បានបង្ហាញនាងពីអាវុធផ្សេងៗដែលនាងអាចប្រើបានក្នុងករណីមានអាសន្នពេលនោះ AI នោះក៏បានប្រាប់នាងថាគាត់ឈ្មោះ Smith បើមានការអីឲ្យគាត់ជួយមិនបាច់ខ្លាចចិត្តទេបន្ទាប់មកអេឡាបានធ្វើដំណើរទៅដល់កន្លែងមួយដែលមានគ្នារបស់នាងធ្លាក់នៅទីនោះយ៉ាងច្រើនក៏ប៉ុន្តែគ្មាននរណានៅរស់ទេហើយម្យ៉ាងទៀតពួកគេសុទ្ធតែស្លាប់ដោយសារការបាញ់សម្លាប់មិនមែនធ្លាក់ស្លាប់ទេនាងក៏ចាប់ផ្ដើមដើរប្រមូលផ្លាកឈ្មោះរបស់ពួកគេទុកហើយនៅពេលនោះនាងក៏បានឃើញយានរបស់អ៊ីលីយ៉ានៅទីនោះដែរតែអ៊ីលីយ៉ានៅក្នុងយានទេនៅពេលដែល Smith scan មើលជុំវិញហ្នឹងឃើញមនុស្សម្នាក់កំពុងតែដើរហើយពេលដែល zoom មើលចិត្តអ្នកហ្នឹងគឺជាទាហានរបស់ Haaland ឈ្មោះ Casca ដែលនាងបានសម្លាប់កាលពីនៅផែនដីនេះមានន័យថា Haaland មានសមត្ថភាពអាចផលិតកងទ័ពបានការគិតរបស់ Ella ពិតជាត្រឹមត្រូវណាស់ព្រោះពេលនោះ Smith បាន scan មើលឃើញថាមានកងទ័ពរបស់ Haaland មួយចំនួននៅទីនោះមិនយូរប៉ុន្មានពួកគេបានឃើញ Ella ហើយបាននាំគ្នាដេញតាមបាញ់សម្លាប់នាងចុងក្រោយដើម្បីគេចចេញពីពួកគេអេឡាបានបញ្ជាឲ្យ Smith ប្រើគ្រាប់បែក Iron Bomb ដែលមានកម្លាំងខ្លាំងជាងគេបំផុតកុំតិចពួកគេចោលគ្រាប់បែក Iron Bomb នោះបានសម្លាប់កូនចៅរបស់ Haaland ចោលទាំងអស់លើកលែងតែ Casca ហើយបន្ទាប់មកមិនដឹងថាសំណាងល្អឬក៏អាក្រក់ទេគ្រាប់បែក Iron Bomb នោះក៏បានបណ្ដាលឲ្យដីបាក់ស្រុតទម្លាក់ពួកគេចូលទៅខាងក្រោមនៅពេលធ្លាក់ទៅដល់ខាងក្រោមអេឡាបានត្រូវរបួសបាក់ជើងពេលនោះ Smith ក៏ជួយព្យាបាលឲ្យនាងវិញក៏ប៉ុន្តែដោយសារតែវាឈឺចាប់ខ្លាំងពេក Smith ក៏ឲ្យស្ករគ្រាប់ Lollipop មួយឲ្យនាងបៀមកុំឲ្យនាងយំក្រោយពីបានស្រួលខ្លួនបន្តិចអេឡាបានសួរ Smith ថាធ្វើម៉េចឲ្យពួកគេរួចខ្លួនពីកន្លែងហ្នឹងបានពេលនោះ Smith បានប្រាប់ឲ្យនាងលេងខួរក្បាលជាមួយនឹងគាត់ទើបពួកគេអាចប្រើមនុស្សយន្តដែលនាងកំពុងតែជិះនឹងអស់ពីសមត្ថភាពហើយអាចជួយពួកគេឲ្យចេញពីកន្លែងហ្នឹងបានតែគ្មានជំរឿអេឡាក៏យល់ព្រមតែនាងបានហាម Smith កុំចូលទៅមើលក្នុង memory ចាស់ៗរបស់នាងជាដាច់ខាតក្នុងពេលជាមួយគ្នា Casca បានងើបចេញពីកំណត់បាក់បែកហើយបានរាយការណ៍ទៅ Haaland ថាអេឡាបានបាត់ខ្លួនហើយពេលនោះ Haaland បានបញ្ជា Casca រកអេឡាឲ្យឃើញបន្ទាប់មកគាត់ក៏បានទៅជួប Elias ដែលគាត់បានចាប់ធ្វើទរណកម្មនៅក្បែរនោះដើម្បីទាញយកព័ត៌មានអីម្យ៉ាងពីភ្នែករបស់ Elias ត្រឡប់ទៅមើល Atlas ហើយនិង Smith វិញពេលពួកគេកំពុងតែលេងចូលគ្នាបានតែមួយកម្រិតវាក៏ឈប់ពេលនោះ Smith ក៏ចេះប្រើភាសាជេរថា shit ប្រែថាអាចធ្វើឲ្យ Atlas ភ្ញាក់ព្រឺតស្អីគេចេះជេរទៀតហើយ Smith ក៏បានតបថាខ្ញុំចេះតាមនាងទេ
បញ្ហាគឺបណ្ដាលមកពី Atlas បិទមិនឲ្យ Smith ចូលមើលក្នុង memory របស់នាងប៉ុន្តែនៅក្រោយពេល Atlas រំលឹក memory តាក់ទងជាមួយនឹង Helen មកវិញខ្លះៗការ link របស់ពួកគេបានឡើងដល់ 40% ប៉ុណ្ណឹងក៏វាអាចគ្រប់គ្រាន់ឲ្យ Atlas មើលឃើញអ្វីៗដែល Smith មើលឃើញដោយកុំព្យូទ័រអញ្ចឹងពេលនោះពួកគេបានពិភាក្សាគ្នាហើយបានរកឃើញផ្លូវផ្សេងមួយទៀតចេញពីទីនោះបានសម្រេចពេលនេះនៅសល់ oxygen 14 ម៉ោងទៀតហើយចម្ងាយផ្លូវទៅកាន់យានសង្គ្រោះនៅសល់ 37 គីឡូម៉ែត្រទៀតចំណាយការលេងរបស់ពួកគេពេលនេះបាន 60% ហើយវាជាកម្រិតមួយដែលអនុញ្ញាតឲ្យ Atlas ប្រើអាវុធផ្សេងៗបានតាមចិត្តបន្ទាប់មកនាងក៏ដើរចេញពីឡាងភ្លាមៗនោះដ្រូនរបស់ Helen ក៏ថតនាងបានហើយផ្ញើទៅឲ្យ Casca ដើម្បីតាមប្រមាញ់នាងបន្តទៀតមកទៀត Atlas បានដើរទៅដល់កន្លែងមួយដែលមានផ្កាដុះយ៉ាងស្អាតមើលទៅដូចមេរោគ COVID អញ្ចឹងពេលនោះ Smith ក៏ប្រាប់ឲ្យ Atlas ដាក់ឈ្មោះផ្កាមួយនោះព្រោះនាងជាមនុស្សដែលរកឃើញផ្កានៅមុនគេនៅលើភព GR39 ហ្នឹងហើយនាងក៏បានដាក់ឈ្មោះផ្កានោះថា Plentyបន្ទាប់មក Atlas បាន scan ឃើញ Casca កំពុងតែធ្វើដំណើរមករកនាងប៉ុន្តែ Atlas ពេលនេះមិនមែនដូចមុនទេគឺនាងអាចប្រើអាវុធបាញ់សង្គ្រប់ទៅ Casca បានមិនឲ្យតដៃអីបន្តិចទេក្រោយមកនាងក៏បានដើរទៅរកឃើញក្បាលរបស់ Casca ដែលវានៅតែនិយាយពាក្យដដែលដាក់នាងថានាងមិនអាចសម្លាប់យើងបានទេតែបើយើងចាំបានគឺលើកនេះជាលើកទី2ហើយដែល Atlas សម្រាប់វាក្រោយមក Atlas បាន scan មើល chip នៅក្នុងក្បាលរបស់ Casca ហើយក៏បានរកឃើញទីតាំងរបស់ Helen ពេលនោះ Atlas បានពឹងឲ្យ Smith ជួយនាងទៅសម្រាប់ Helen តែ Smith អត់ព្រមព្រោះតួនាទីចម្បងរបស់ Smith គឺការពារសុវត្ថិភាពរបស់ Atlas Smith ចង់ឲ្យ Atlas ធ្វើដំណើរទៅកាន់យានសង្គ្រោះវិញតែ Atlas នៅតែជជែកសុំត្រឹមតែទៅមើលមួយផ្លែតហើយបង្កប់ឧបករណ៍កំណត់ទីតាំងដើម្បីឲ្យខាងផែនដីបញ្ជូនតបជំនួយមកក៏បានដែរពេលនោះ Smith ក៏ព្រមជួយនាងបន្ទាប់មកនៅតាមផ្លូវទៅជំរុំលាក់ខ្លួនរបស់ Helen Smith ហើយនិង Atlas បាននិយាយគ្នាអំពីរឿងជីវិត Smith បាននិយាយថា AI មានជីវិតដូចមនុស្សដែរហើយបើសិនជា AI ស្លាប់ AI ក៏អាចមានដួងព្រលឹងដូចមនុស្សដែរពេលនោះ Atlas អត់គិតថាអញ្ចឹងទេតែដោយសារតែនាងខ្ជិលប្រកែកច្រើននាងក៏ឲ្យ Smith ឈ្នះមិនយូរប៉ុន្មានពួកគេបានដើរទៅដល់ជំរំរបស់ Helen ទីនោះពិតជាធំខ្លាំងណាស់ហើយ Helen មានស្ពានវុធទំនើបជាច្រើនមានកងទ័ពជាច្រើនព្រមទាំងមានគ្រាប់បែកបល័យលោកថែមទៀតផងពេលនោះ Smith ក៏បញ្ញាប់បង្កប់ឧបករណ៍កំណត់ទីតាំងរួចប្រាប់ឲ្យ Atlas ចាក់ចេញពីទីនោះដើម្បីទៅកាន់យានសង្គ្រោះវិញតែនាងចង់ដើរចូលទៅមើលចិត្តបន្តិចទៀតបន្ទាប់មកស្រាប់តែ Helen អាចហែកចូលនៅក្នុង system របស់ Smith បានចំណែក Atlas ក៏ព្យាយាមរត់គេចចេញពីទីនោះប៉ុន្តែរត់អត់រួចត្រូវបានកងទ័ពរបស់ Helen ឈ្មោះ Casca ដដែលនឹងចាប់បានក្នុងពេលជាមួយគ្នានៅផែនដីឯនេះវិញឧត្តមសេនីយ៍ Bush ស្ទើរតែទទួលបានសារហៅជំនួយដែល Atlas បានផ្ញើមកតាំងពីនាងធ្លាក់ដល់ភព GR39 ម្លេះគាត់បានធ្វើការសន្និដ្ឋានថាក្របបែកបល័យលោកដែលគាត់ត្រៀមតម្លាក់នៅភព GR39 ហ្នឹងពេលនេះធ្លាក់នៅក្នុងដៃ Helen ហើយបើសិនជា Helen ទៅយកក្របបែកនោះមកតម្លាក់នៅផែនដីវិញមនុស្សកន្លះផែនដីគាត់จะស្លាប់យើងត្រឡប់ទៅមើល Atlas វិញពេលនេះនាងត្រូវបានគេចាប់យកទៅដាក់កន្លែងមួយជាមួយនឹង Smith ក៏ប៉ុន្តែនៅពេលដែលនាងហៅ Smith អត់បានឆ្លើយតបជាមួយនាងទេពេលនោះ Helen ក៏បានចូលមកទទួលស្វាគមន៍នាងយ៉ាងរាក់ទាក់គាត់បានប្រាប់ថាគាត់នឹកនាងហើយនឹងម៉ាក់របស់នាងខ្លាំងណាស់ហើយគាត់បានរងចាំនាងមកកាន់ទីនេះជាយូរមកហើយគាត់បាននិយាយទៀតថាគាត់ធ្វើអ្វីៗគឺដើម្បីបំពេញបំណងរបស់ម៉ាក់នាងតែប៉ុណ្ណោះព្រោះម៉ាក់របស់នាងដែលគាត់ហៅថាម៉ាក់ដែរនោះតែតែចង់បានអ្វីល្អៗសម្រាប់ផែនដីហើយនៅមនុស្សលោកប៉ុន្តែអ្វីដែលគាត់បានឃើញបានដឹងគឺមនុស្សលោកកំពុងតែបំផ្លាញផែនដីហើយបំផ្លាញខ្លួនឯងថែមទៀតអញ្ចឹងហើយទើបគាត់ចង់តម្លាក់ខោបាយបល័យលោកដើម្បីបំផ្លាញមនុស្សកន្លះផែនដីចោលសិននៅសល់មនុស្សកន្លះផែនដីទៀតទុកឲ្យ AI ជាអ្នកដឹកនាំនៅពេលនោះ Atlas ទើបដឹងថាតាមពិតអ្វីៗគ្រប់យ៉ាងគឺការរៀបចំរបស់ Helen ទាំងអស់ការដែលគាត់បញ្ជូន Casca ទៅកាន់ផែនដីដើម្បីឲ្យរដ្ឋាភិបាលចាប់គឺដើម្បីឲ្យរដ្ឋាភិបាលបញ្ជូនគ្រាប់បែកបល័យលោកហើយនឹង Atlas មកកាន់ទីនេះតែប៉ុណ្ណោះពេលនេះផែនការចិត្តបានសម្រេចហើយការងារដែលត្រូវធ្វើបន្តគឺ copy កូដបិទសៀលការពីផែនដីចេញពី Atlas ហើយបន្តមកប្រើយានដឹកគ្រាប់បែកបល័យលោកទៅតម្លាក់នៅផែនដីតែម្ដងបន្ទាប់ពី copy កូដពី Atlas បានហើយ Helen បានពិនិត្យឃើញថានាងនៅសល់តែ oxygen 5 នាទីទៀតប៉ុណ្ណោះអញ្ចឹងហើយក៏ទុកនាងឲ្យស្លាប់តាមសម្រួលហើយដើរចេញពីទីនោះពីនេះ Atlas ពិតជាអត់សង្ឃឹមខ្លាំងណាស់គ្មានអីជួយនាងបានទៀតទេចំណែក Elijah ដែលដេកនៅក្រែក្បែរនោះក៏មិនទាន់ស្លាប់ដែរតែគាត់អត់សង្ឃឹមដូចគ្នាគាត់ប្រាប់ថាគាត់សោកស្ដាយណាស់ដែលមិនបានស្ដាប់សម្ដី Atlas ចំណែក Atlas បាននិយាយថានាងក៏សោកស្ដាយដែរដែលមិនបានស្ដាប់សម្ដីរបស់ Smith ពេលនោះ Elijah ដឹងថា Smith ក៏នៅទីនោះដែរក៏ឲ្យ Atlas ខ្ចីឧបករណ៍លេងរបស់គាត់ដើម្បីតាក់ទងទៅ Smith ពេលតាក់ទងបានហើយ Smith ប្រាប់ថាគាត់តែម្នាក់ឯងមិនអាចបញ្ជាខ្លួននៅយន្តដែលខូចខាតយ៉ាងដំណំនោះបានទេដើម្បីបញ្ជាវាបានពួកគេត្រូវការលេងចូលគ្នា 100% ពេលនោះ Atlas មានអារម្មណ៍ស្ទាក់ស្ទើរខ្លាំងណាស់នាងមិនចង់ជីកកកាយ memory របស់នាងតាមពីក្មេងមកវិញទេកាលពីតូចនាងឃើញម៉ាក់របស់នាងរវល់ជាមួយនឹង Helen ច្រើនពេកហើយគិតថាគាត់ស្រឡាញ់ Helen ជាងនាងធ្វើឲ្យនាងមានចិត្តច្នៃអញ្ចឹងហើយនាងក៏ទៅសុំ Helen ដើម្បីលេងគូក្បាលគ្នាសង្ឃឹមថានាងប្រកែកដោយ Helen ហើយម៉ាក់របស់នាងស្រឡាញ់នាងដោយ Helen ដែរប៉ុន្តែស្មានមិនដល់ថានៅពេលដែលលេងហើយមិនដឹងថា Helen មើលឃើញអីខ្លះទេគាត់ក៏ប្រែទៅជា AI អាក្រក់ចង់ស្លាប់មនុស្សកន្លះផែនដីចាប់ផ្ដើមពីម៉ាក់របស់នាងហើយនឹងនាងមុនតែសំណាងល្អពេលនោះនាងបានរត់រួចចាប់តាំងពីពេលនោះមក Atlas មានអារម្មណ៍ថាកំហុសគ្រប់យ៉ាងគឺបណ្ដាលមកពីនាងចឹងហើយទើបនាងលែងទុកចិត្ត AI មិនចង់ឲ្យ AI លេងជាមួយនាងបន្តទៀតពេលនោះ Smith បាននិយាយលួងនាងថាកំហុសគ្រប់យ៉ាងគឺមិនមែនមកពីនាងទេវាបណ្ដាលមកពី Helen នោះវាបែកស្លុយពេលនេះមានតែវិធីលេងចូលគ្នា 100% ទេដែលអាចជួយសង្គ្រោះ
រជីវិតពួកគេទាំងអស់គ្នាបានពេលបានលេងចឹងហើយអេឡាក៏អនុញ្ញាតឲ្យ Smith លេងចូលក្នុងខួរក្បាលនាង 100% បន្ទាប់ពីពួកគេបានលេងចូលគ្នារួចហើយខ្លួនរបស់ Smith ចាប់ផ្ដើមដំណើរការឡើងវិញចំណែកអេឡាមានអារម្មណ៍ថានាងដឹងអ្វីគ្រប់យ៉ាងហើយមើលឃើញអ្វីគ្រប់យ៉ាងមិនយូរប៉ុន្មាន Smith ក៏វាយទម្លុះចូលមកក្នុងបន្ទប់របស់ពួកគេហើយជួយសង្គ្រោះពួកគេបានទាន់ពេលវេលាពេលនោះ Smith បានប្រាប់ថានៅសល់ពេលតែ4នាទីទៀតទេ Haaland នឹងបញ្ជូនយានដែលដឹកគ្រាប់បែកបល័យលោកទៅទម្លាក់នៅផែនដីហើយបន្តមកពួកគេក៏បានឃើញអាវុធកាប់សាច់ជាច្រើននៅក្នុងបន្ទប់នោះហើយក៏យកមកអាប់ក្រេតលើខ្លួនរបស់ Smith ដើម្បីវាយសម្រុកចេញទៅខាងក្រៅនៅពេលដែលពួកគេវាយចិត្តទៅដល់ផ្លូវចេញកងទ័ពរបស់ Haaland បានមកបិទផ្លូវចិត្តនៅពេលនោះអ៊ីលាយ៉ាបានពលីជីវិតកាន់កំភ្លើងធម្មតាបាញ់បំផ្ទុះគ្រឿងផ្ទុះនៅចិត្តនោះសម្រាប់កងទ័ពទាំងអស់រួមទាំងខ្លួនគាត់ផងដែរដើម្បីឲ្យអេឡាអាចចេញពីទីនោះបានពេលចេញមកដល់ខាងក្រៅអេឡាបានរត់សម្ដៅទៅកាន់យានដែលដឹកគ្រាប់បែកបល័យលោកដើម្បីកំទេចវាចោលមុនពេលវាហោះចេញទៅនៅតាមផ្លូវនាងបានជួបជាមួយនឹងឧបសគ្គរារាំងនាងជាច្រើនក៏ប៉ុន្តែនាងអាចទប់ទល់ជាមួយនឹងពួកវាបានអត់មានបញ្ហាទេនៅពេលដែលអេឡាកំទេចកងទ័ពរបស់ Haaland អស់ដល់ពេលដែល Haaland ដែលជាមេធំបង្ហាញខ្លួនម្ដងគ្រាន់តែមកដល់ភ្លាម Haaland ក៏ចាប់ផ្ដើមបើកការបាញ់បហាមកលើអេឡាអត់ដកដៃទេនៅពេលនោះក៏ដល់ម៉ោងយានដឹកគ្រាប់បែកបល័យលោកចាប់ផ្ដើមហោះចេញទៅផងដែរប៉ុន្តែអេឡាមិនឲ្យវារួចខ្លួនទេក៏ទាញកំភ្លើងមួយនៅចិត្តនោះបាញ់សម្ដៅទៅកាន់យាននោះឲ្យវាផ្ទុះឆេះខ្ទេចនៅលើអាកាសចំណែកបំណែកកំទេចកំទីរបស់យាននោះក៏បានធ្លាក់ចុះមកក្រោមវិញដោយគ្រាប់បែកអញ្ចឹងធ្វើឲ្យអេឡាត្រូវបញ្ញាភៀសខ្លួនចេញពីទីនោះក្រោយពេលរត់បានឆ្ងាយបន្តិច Haaland ក៏បានមកស្ទាក់ដំណើររបស់ពួកគេទៀតបន្ទាប់មកឆាកយុទ្ធចុងក្រោយបានចាប់ផ្ដើមអាវុធសំខាន់របស់ Haaland មិនមែនកំភ្លើងទេគឺដាវភ្លើងមួយដែលដោះចេញពីដៃរបស់គាត់សំខាន់គាត់ចេះក្បាច់គុនកុងហ្វូជាងហើយទើបអេឡាមិនអាចស៊ូជាមួយនឹងគាត់រួចទេត្រូវបានគាត់ចាក់ធ្លុះធ្លាយខ្លួនមនុស្សយន្តអស់រហូតដល់អស់ខ្យល់ដង្ហើមបង្ខំឲ្យអេឡាយកឧបករណ៍ជំនួយដង្ហើមមកពាក់បន្ទាប់មក Haaland បានប្រែក្លាយដាវភ្លើងរបស់គាត់ឲ្យទៅជាច្រវាក់ភ្លើងម្ដងពេលនោះ Smith បានឲ្យយោបល់ទៅអេឡាថាវាយជាមួយ Haaland ដូចលេងអុកអញ្ចឹងណាត្រូវចេះមើលកលាដារបស់គេមុនពេលហ្នឹងអេឡាក៏ធ្វើតាម Smith ហើយអាចចាប់ Haaland បានបន្ទាប់មកទាញដៃគាត់បដាច់បោះចោលប៉ុន្តែមិននឹកស្មានថា Haaland មានសមត្ថភាពហៅដៃរបស់គាត់ដែលដាច់ហ្នឹងឲ្យហោះត្រឡប់មកភ្ជាប់ខ្លួនរបស់គាត់វិញបានយ៉ាងលឿនបន្ទាប់មកលោតទៅវាយកំទេចរបស់សំខាន់ៗនៅលើខ្លួនរបស់ Smith ចោលទាំងអស់នៅពេលនោះមិនត្រឹមតែខ្លួនរបស់ Smith ទេដែលខូចខាតធ្ងន់ធ្ងរសូម្បីតែអេឡាក៏ឆក់សន្លប់នៅក្នុងនោះដែរពេលហ្នឹង Smith ក៏បានព្យាយាមជួយដាស់អេឡាផងហើយនឹងរងដាវរបស់ Haaland ផងទីបំផុត Smith ត្រូវបាន Haaland វាយកំទេចចោលស្ទើរទាំងស្រុងប៉ុន្តែនៅពេលនោះស្រាប់តែអេឡាដឹងខ្លួនហើយបានឆ្មក់មកទម្លុះក្បាលរបស់ Haaland ពីក្រោយបន្ទាប់មកនាងបានទៅដកយក CPU ពីក្បាលរបស់ Haaland សម្រាប់គាត់ចោលហើយក៏ដើរទៅមើល Smith ដែលពេលនេះទរន្ទរាដល់ដំណាក់កាលចុងក្រោយហើយនៅពេលនោះ Smith ឃ្លាប្រមូលថាមពលទាំងអស់ដែលគាត់មានដើម្បីបញ្ជូនអុកស៊ីហ្សែនមកកាន់អេឡាបន្ថែមទៀតហើយមុនពេល Smith រលត់ផុតទៅគាត់បានឲ្យស្ករលុយលិផបទៅអេឡាមួយទៀតដើម្បីលួងនាងកុំឲ្យសែតពេកចុងក្រោយកងជំនួយពីផែនដីបានធ្វើដំណើរមកដល់ដើម្បីទទួលអេឡាត្រឡប់ទៅកាន់ផែនដីវិញរយៈកាលក្រោយមកអេឡាបានចូលទៅសាកប្រើមនុស្សយន្តថ្មីមួយទៀតហើយនាងបានភ្ញាក់ផ្អើលនិងសប្បាយចិត្តខ្លាំងណាស់ពេលដឹងថា AI របស់មនុស្សយន្តថ្មីហ្នឹងគឺ Smith សូមអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលឬយ៉ាងណាសូមជួយ comment ប្រាប់ផងហើយសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនោចរណៃដើម្បីតាមដានរឿងល្អៗមើលអញ្ចឹងទៀតពេលនេះខ្ញុំសូមជម្រាបលា